សួស្តីអ្នកទាំងអស់គ្នាប្រសិនបើលោកអ្នកជួបបញ្ហាដែល icon ឬក៏កម្មវិធីរីកធំពេញអេក្រង់កុំព្យូទ័ររបស់លោកអ្នកបែបនេះដោយលោកអ្នកច្រឡំដៃឬក៏មានអ្នកដទៃមកប៉ះធ្វើឲ្យ icon ឬក៏កម្មវិធីរីកធំបែបនេះហើយលោកអ្នកមិនអាចដោះស្រាយខ្លួនឯងបានសូមលោកអ្នកសាកល្បងអនុវត្តតាមវិធីសាស្ត្រងាយៗតាមរយៈវីដេអូនេះខ្ញុំនឹងបង្ហាញឲ្យលោកអ្នកចេះកំណត់ទំហំ icon នៅលើកុំព្យូទ័ររបស់លោកអ្នកបានយ៉ាងងាយស្រួលអញ្ចឹងសូមលោកអ្នកសាកល្បងអនុវត្តតាមលំដាប់លំដោយដូចតទៅដំបូងលោកអ្នកដាក់ cursor ឬក៏ mouse ឲ្យឆ្ងាយពី icon នេះបន្តិចមករួចហើយចុច mouse ស្ដាំដាក់ cursor នៅលើពាក្យថា view ខាងលើគេនេះហើយនៅខាងស្ដាំដៃលោកអ្នកនឹងឃើញពាក្យថា large icon medium icon ហើយនិង small icon អញ្ចឹងមូលហេតុដែល icon ឬកម្មវិធីរីកធំពេញអេក្រង់កុំព្យូទ័ររបស់លោកអ្នកដោយសារតែលោកអ្នកច្រឡំដៃទៅប៉ះពាក្យថា large icon បែរថាទំហំធំអញ្ចឹងធ្វើឲ្យ icon របស់លោកអ្នករីកធំពេញអេក្រង់បែបនេះអញ្ចឹងលោកអ្នកអាចយក cursor មក select លើពាក្យ medium icon មកអញ្ចឹង icon របស់លោកអ្នកឬកម្មវិធីរបស់លោកអ្នករីករួមទូចជាងមុនប៉ុន្តែបើសិនបើលោកអ្នកគិតថានៅតែធំអញ្ចឹងលោកអ្នកសាកល្បងចុចលើ view ម្ដងទៀតរួចហើយយើង select លើពាក្យថា small icon បានន័យថាកម្មវិធីរបស់យើងទូចអញ្ចឹងយើងចុចលើវាមកអញ្ចឹង icon របស់យើងទូចមែនតើអញ្ចឹងយើងអាច select លើពាក្យ view ម្ដងទៀតហើយយើងដាក់លើពាក្យថា medium អញ្ចឹង icon ប៉ុណ្ណេះគឺសមរម្យអញ្ចឹងវីដេអូនេះក៏បានបញ្ចប់ត្រឹមនេះដែរអញ្ចឹងអរគុណសម្រាប់លោកអ្នកដែលតាមដានគ្រប់វីដេអូនិងតាមដានវីដេអូនេះតាំងពីដើមរហូតដល់ចប់អញ្ចឹងបើសិនបើលោកអ្នកអនុវត្តទៅមានបញ្ហាលោកអ្នកអាចឆាតឬក៏ comment មកខ្ញុំបាទផ្ទាល់ខ្ញុំរីករាយនឹងជួយអ្នកទាំងអស់គ្នាអញ្ចឹងបើសិនជាលោកអ្នកគិតថាវីដេអូនេះមានប្រយោជន៍សូមមេត្តាជួយ Subscribe នៅលើ Channel YouTube និងជួយ Follow នៅលើ Facebook Page និង TikTok ផងហើយនឹងចែករំលែកទៅអ្នកដទៃផងសូមអរគុណសូមជម្រាបលា